រដូវវស្សាបានមកដល់ហើយនាំមកនូវទឹកភ្លៀងនិងទឹកជំនន់នេះជាពេលវេលាដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅកម្ពុជាត្រីជាច្រើនបានបន្តពូជនិងរីកសាយភាយពេញវាលស្រែនិងព្រៃលិចទឹកប្រជាជនខ្មែរមានវិធីសាស្ត្រនេសាទជាច្រើនតាំងពីបុរាណក្នុងរដូវទឹកឡើងពួកគេប្រើប្រាស់ឧបករណ៍ដូចជាអង្រុតឈ្នាងធ្នង់និងមុងឧបករណ៍ទាំងនេះត្រូវបានរចនាឡើងយ៉ាងឆ្លាតវៃដើម្បីចាប់ត្រីក្នុងបរិយាកាសទឹកជំនន់ការនេសាទដោយប្រើអង្រុតគឺពេញនិយមនៅតំបន់ទឹកទាក់អ្នកនេសាទដើររាវតាមមាត់បឹងឬវាលស្រែពេលជាន់ត្រូវត្រីពួកគេក៏ប្រើអង្រុតគ្រប់ចាប់ភ្លាមឈ្នាងនិងធ្នង់ត្រូវបានដាក់នៅតាមផ្លូវទឹកឬមាត់បឹងត្រីហែលចូលហើយចេញមិនរួចវិធីនេះទាមទារការយល់ដឹងពីចរន្តទឹកនិងទម្លាប់របស់ត្រីដែលចាប់បានក្នុងរដូវវស្សាគឺស្រស់និងមានរសជាតិឆ្ងាញ់គេអាចយកមកធ្វើម្ហូបបានច្រើនមុខម្ហូបពេញនិយមបំផុតគឺប្រហុកនិងផ្អកដែលជាគ្រឿងផ្សំសំខាន់ក្នុងម្ហូបខ្មែរក្រៅពីធ្វើប្រហុកនិងផ្អកត្រីស្រស់ក៏អាចយកមកអាំងស្ងោរជ្រក់ឬឆាគ្រឿងបានដែររសជាតិត្រីធម្មជាតិលាយឡំជាមួយគ្រឿងទេសខ្មែរពិតជាឆ្ងាញ់ពិសានេះជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរការនេសាទរដូវវស្សាមិនត្រឹមតែជាប្រភពអាហារប៉ុណ្ណោះទេវាជាផ្នែកមួយនៃវប្បធម៌និងប្រពៃណីខ្មែរវាបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជនក្នុងការរស់នៅចុះសម្រុងនឹងធម្មជាតិនិងទាញយកផលពីវា